នេះគឺជាស្នេហាកាលពីក្មេងពេលនេះពួកយើងធំពេញវ័យនៅតែដូចដើមពួកនៅតែជាសំណងចិនបងស្នេហ៍ស្នងមិនដងបេះថ្លាចំបរិញ្ញាមានការងារធ្វើដល់ផ្លែឈើចូលផ្ទាំងអូនហើយមកអូនប្រាប់ថាគុំភ័យអាវ៉ារៀនចំពេលណាអ៊ីរកូនហើយខ្ញុំប្រឹងសន្សំលុយតតែខ្ញុំនឹងខែទាំងយំយូរណាស់អីអើយពេលកុំប្រសាសារងបងសងរងការសំពះផ្ទឹមលើដល់មកចេញពីរៀនទុកទៅស្រីគេដល់លេងអូនព្រមយកមកធ្វើសង្សារនេះគឺជាស្នេហាកាលពីក្មេងពេលនេះពួកយើងធំពេញវ័យនៅតែដូចដើមពួកនៅតែជាសំណងចិនបងស្នេហ៍ស្នងមិនដងបេះថ្លាចំបរិញ្ញាមានការងារធ្វើដល់ផ្លែឈើចូលផ្ទះ